បុត្រកាលព្រះសម្ពុទ្ធបរមគ្រូគង់នៅវត្តចេតពុនកាលនោះព្រះមោគលានចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធនិមន្តទៅទេវលោកដើម្បីពិនិត្យមើលទ្រព្យសម្បត្តិរបស់ពួកទេវតាក្នុងឆកាមាសួរព្រះសម្ពុទ្ធក៏ទ្រង់អនុញ្ញាតឲ្យទៅដល់ស្ថានតាវតឹងបានឃើញទេវបុត្រមួយរូបជិះដំរីមាឌធំសម្បើមអស្ចារ្យមានអវយវៈទាំងអស់សសុទ្ធដំរីនោះមានភ្លុកពីរវែងក្នុងភ្លុកមួយមានព្រះបោកខណីមួយក្នុងស្រះមួយមានផ្កាឈូក7ក្នុងផ្កាឈូកមួយមានស្រីទេពអប្សរមួយច្រៀងរាំប្រគំដេញដំដូរតន្ត្រីថ្វាយដល់ទេវបុត្រនោះព្រះមោគលានបាននិមន្តទៅឈរពីមុខដំរីនោះទេវបុត្របានឃើញហើយក៏ចុះទៅថ្វាយបង្គំដោយគោរពលុះថ្វាយបង្គំរួចព្រះមោគលានមានថេរដីកាសួរអំពីឈ្មោះនិងប្រវត្តិរបស់ទេវបុត្រនោះទេវបុត្រនោះបានទូលតបថេរដីកាថាខ្ញុំព្រះករុណាឈ្មោះនាគទេវបុត្រកាលសាសនាព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈព្រះអង្គបរិនិព្វានហើយកាលនោះពួកមហាជននាំគ្នាដង្ហែព្រះសរីរកធាតុទៅបញ្ចុះក្នុងចេតិយមាសកម្ពស់1 យោជន៍ហើយនាំគ្នាយកផ្កាភ្ញីទៅបូជាព្រះចេតិយក្នុងសម័យនោះខ្ញុំព្រះករុណាកើតជាឧបាសកមួយរូបមានសទ្ធាជឿជាក់ក្នុងគុណព្រះរតនត្រ័យបានយកលុយ8កហបណៈទៅទិញផ្កាអំពីនាយមាលកាម្នាក់ពេលនោះផ្កាក្រជាទីបំផុតក្នុងសួនរបស់នាយមាលកានោះរកផ្កាមួយតងគ្មានឡើយព្រោះមហាជននាំគ្នាទិញយកទៅបូជាព្រះចេតិយគ្រប់គ្នានាយមាលកាបានប្រាប់ខ្ញុំព្រះករុណាថាផ្កាគ្មានទេបើអ្នកត្រូវការខានមិនបានអញ្ជើញរកមើលបេះខ្លួនឯងចោលខ្ញុំព្រះករុណាក៏បានដើរចូលទៅក្នុងសួនខំរកមើលតាំងពីដើមសួនរហូតដល់ចុងសួនឃើញផ្កា8 តងជ្រុះនៅក្បែរគល់ក៏រើសយកទៅបង្ហាញនាយមាលកាបានឲ្យថ្លៃ8កហបណៈនាយមាលកាមិនព្រមយកបែរជានិយាយថាផ្កានេះជាលាភរបស់អ្នកហើយអ្នកអញ្ជើញយកចុះខ្ញុំព្រះករុណាក៏យកទៅបូជាព្រះចេតិយនោះទៅក្នុងកាលជាខាងក្រោយមកខ្ញុំព្រះករុណាធ្វើមរណកាលក៏បានមកកើតក្នុងទីនេះតែម្ដងព្រះមោគលានបានជ្រាបដំណឹងនោះហើយនិមន្តហួសទៅទីដទៃទៀតទៅរឿងនេះចង់និយាយអំពីគុណនៃការបូជាផ្កាឈើដល់ព្រះចេតិយ